បាទសួស្តីបងប្អូនបាទថ្ងៃនេះដុតមន់អំបិលមួយបងប្អូនបាទសាកឡមើលបងប្អូនបាទនេះមានអំបិល1គីឡូមកបងប្អូនបាទខ្ញុំក្រាលវាអញ្ចឹងស្លឹកគ្រៃមកក្រាលទៅលើអំបិលមកបងប្អូនបាទមន់ក៏យើងប្រឡាក់គ្រឿងតិចដែរបងប្អូនឲ្យវាមានជាតិតិចបាទមានរឹតឌីប្រេងខ្យងទឹកស៊ីអ៊ីវបាទប្រឡាក់ច្បាច់ច្បល់វាអញ្ចឹងមកបងប្អូនហើយចាំយើងយកទៅដាក់ក្នុងឆ្នាំងយើងក្រាលអំបិលលើស្លឹកគ្រៃមិញបាទឆ្នាំងប្រើអាក្រាស់បងប្អូនកុំដាក់ស្ដើងអាការនេះវាអាចខ្លោចបាទហើយស្លឹកគ្រៃយើងសល់ហ្នឹងយើងញុកក្នុងគូទាំងមកបាទហើយយកទៅដាក់ក្នុងឆ្នាំងមករៀបបើកភ្លើងតិចបងប្អូនកុំបើកខ្លាំងរំបានហើយបាទឆ្អិនល្អណាស់បងប្អូនហើយវាដុតអំបិលអញ្ចឹងវាស្ងួតល្អបងប្អូនអត់មានបតេបតាឲ្យអត់ធំក្លិនអីទេបើកមកឈ្ងុយស្លឹកគ្រៃទៅមកបងប្អូនបាទឆ្អិនបាត់ហើយបងប្អូនណារៀបបន្លែតំណងហើយមានមួយយួរពីរយួរបងប្អូនមកជាមួយខ្ញុំបាទហើយមកផ្លូវមកតំណងណាបងប្អូនស្ងួតល្អឆ្អិនល្អណាស់បាទអរគុណច្រើនបងប្អូនមកសូមអញ្ជើញចូលរួមមួយខ្ញុំបាទអរគុណ